អូខេស្វាគមន៍ទាំងអស់គ្នាស្វាគមន៍មកកាន់YouTube បញ្ញា Official ម្ដងទៀតថ្ងៃនេះខ្ញុំចង់មកចែកម្លែងបន្តិចជាមួយនឹងfile នៅក្នុង Telegram ដែលគេតែងតែផ្ញើមកណាដែលគេហៅថា scam ណាហើយនេះជា file ដែលជាប្រភេទ file កតុយ exe ហើយភាគច្រើនមានជា exe ភាគច្រើនជាវត្ត file RAR ចាំមើលខ្ញុំតិចខ្ញុំបើកឲ្យមើលហ្នឹងហើយអញ្ចឹងវាមាន file ពីរហ្នឹងណាមានជាកតុយ exe ហើយនិង file RAR ហើយមួយទៀតជាសេរី website ហើយ file ទាំងអស់នេះគឺជា file សម្រាប់ hack ទាំងអស់វាមិនមែនថា hack អីទេគឺវាបញ្ចូលទិន្នន័យទាំងអស់ហ្នឹងទៅនៅក្នុងកុំព្យូទ័ររបស់យើងឥឡូវខ្ញុំនឹង download ទាំងពីរហ្នឹងដើម្បីឲ្យអ្នកទាំងគ្នាបានមើល download នេះមួយសិនមក download នេះមួយទៀតទៅបើយើង download ដំបូងអញ្ចឹងអត់អីទេតែកុំឲ្យតែយើងចុចបើក open វាហើយយើង run វាអានោះมันជាវាជាមានបញ្ហាអញ្ចឹងថ្ងៃនេះអូខេគាត់ដាក់ download មកភ្លាមចេញ virus protection មកភ្លាមអញ្ចឹងមានន័យថាយើងអត់តន់តឡើងទេនេះ virus load មកភ្លាមតែម្ដង scan action មកអូខេអញ្ចឹងអត់បញ្ហាទេខ្ញុំនឹង clean មេរោគខ្លួនឯងពេលក្រោយអញ្ចឹងខ្ញុំចង់បញ្ជាក់ប្រាប់អ្នកនរគ្នាខ្ញុំមាន website មួយសម្រាប់ដឹងថា file ហ្នឹងជាប្រភេទ file virus គឺក៏យ៉ាងណាដែរបាទនេះអញ្ចឹងយើង open មកចុចទៅ file ហ្នឹងហើយយើង open នេះគ្រាន់ចេញមកភ្លាមគឺវាជាប្រភេទ file virus ឡើង flag ហ្មងនេះ security vendor flag តែម្ដងអញ្ចឹងវាអត់មានសុវត្ថិភាពទេនេះជា file ទី1ហើយផ្សេងអត់អីណាតែវាមានមេរោគនៅក្នុងហ្នឹងបាត់ហើយអញ្ចឹងកុំព្យូទ័រខ្ញុំមិញគឺវាបានវាយប្រហារបាត់ហើយតែដូចជាលេខអីវិញហើយទៀតខ្ញុំនឹង scan មេរោគឡើងវិញម្ដងទៀត file ហ្នឹងគឺអត់កើតទេ file ទី1នេះណាអក្សរចិននេះអញ្ចឹងកុំឲ្យតែយើង install ហើយកុំឲ្យតែយើង run ណាតែខ្ញុំអត់បាន run ទេគ្រាន់តែយើង download មកគ្រាន់តែវា download ដំបូងវា load មកបាត់ហើយនេះអញ្ចឹងធ្វើការលុបចេញទៅអូខេអញ្ចឹងយើងមកឆែកជាមួយនឹង file ទី2នេះចូលឡើង file ហ្នឹងចូល file ហើយចូលនេះ file ទី2គឺជាមានឈ្មោះថា wedding plan នេះ from J នេះ J ហ្នឹងលុបបាត់ហើយ account ហ្នឹង hidden បាត់ហើយចាំន័យថា account ហ្នឹងលុបចេញបាត់ហើយឥឡូវយើងเอา file ហ្នឹងមក scan មើល scan អត់ចេញអញ្ចឹងចាំតិចអ្នកនរនេះចឹងនៅក្នុង file zip ហ្នឹងក៏មានមេរោគដែរនេះគាត់ download មកភ្លាមមេរោគ load មកផ្លែតមកអញ្ចឹងគឺវាបិទអត់ឲ្យយើងបើកកើតទេនេះគឺបើកកើតទេហើយយើងអាច scan បានអូអានេះ virus ច្រើនជាងមុនទៀត virus នេះសិតតែ virus ប្រភេទធំណាអូខេអញ្ចឹងសម្រាប់កម្មវិធីចាត់មេរោគក្នុងកុំព្យូទ័ររបស់ខ្ញុំគឺវាចាប់បានអត់អីទេអត់មានអី treat បានទេ zone treat found អញ្ចឹងអត់អីទេហើយក៏វាបាន scan ហើយរួចរាល់ដែរអត់អីទេអញ្ចឹងអានេះគ្រាន់តែយើង check ឲ្យដឹងថាក្នុងហ្នឹងគឺក៏ជាមេរោគដែរហើយមេរោគនេះខ្លាំងជាងមិញទៀតវាជាប្រភេទcloud trojan បាទមានច្រើនណាស់អ្នកមាន scan image ច្រើនណាស់ហើយនេះគ្រាន់តែ vendor flag នេះឃើញទេនេះជាប្រភេទមេរោគអញ្ចឹងបើសិនជាអ្នកគ្នាសង្ស័យថា file មួយណាដែលជា file បងប្អូនមិនទុកចិត្តណាយើងកុំបើកឲ្យសោះជាពិសេសក៏ទៅ exe 7c ឬក៏ file នឹងផ្ញើមកពីអ្នកណាក៏ដោយដែលយើងគិតថាមិនទុកចិត្តយើងអាចយើងយកមក scan នៅក្នុងដូចរបស់ខ្ញុំសិនបានអញ្ចឹងណាយើងមាន website នេះហើយខ្ញុំនឹងតម្លាក់ website នេះទៅកាន់អ្នកទាំងអស់គ្នាដើម្បីងាយស្រួលចែកចឹងថ្ងៃហ្នឹងដូចជាមានអីទេហើយសូមបញ្ជាក់ដែរថាមិនមែនមានតែ file ហ្នឹងទេដែលជាប្រភេទមេរោគណាវាមានជាប្រភេទ link ក៏យើងមានដែរមានជាប្រភេទមេរោគតាម link ក៏មានដែរ
ចឹងយើងអាច search link ក៏បាននេះជាប្រភេទ link យើងអាច search ក្នុងនេះបានប្រភេទ file យើងអាច choose នៅក្នុងនេះបានចឹងណាអូខេចឹងwebsite នេះស្រួលងាយស្រួលមែនតើសម្រាប់បងប្អូនដឹងថាវាជា file បែបណាឥឡូវយើងមកតេស្តមួយទៀត file ធម្មតាតើវាអត់អីអត់ចឹងណាហើយយើងសាក file PDF នេះមួយទៅទាញ file PDF ចូលមក plug អូខេ confirm អូខេអញ្ចឹង file ធម្មតាបើសិនជាអត់មានមេរោគទេគឺវា analysis ពណ៌បៃតងអញ្ចឹងចាំមើលវា scan ហើយចាប់គឺអត់មានបញ្ហាអីទាំងអស់អានេះបើយើងនិយាយទៅប្រភេទ file នេះជាប្រភេទ file កូនក្រក់អញ្ចឹងណាអញ្ចឹងនៅក្នុងហ្នឹងគេមានបង្កប់មេរោគមានបង្កប់អីនៅក្នុងហ្នឹងច្រើនអញ្ចឹងខ្ញុំអត់ recommend ឲ្យបងប្អូនអរគ្នាបើកដោយខ្លួនឯងទេយើងត្រូវប្រើ website ជំនួយអញ្ចឹងទៅនេះបាទនេះជា file ដែលយើងប្រើប្រាស់ប្រចាំថ្ងៃគឺអត់មានបញ្ហាអីទេបាទគឺគ្រីទាំងអស់អញ្ចឹងno security red flag អញ្ចឹងមិនន័យថាអត់អីទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងសូមមុនបងប្អូនបើកប្រើប្រាស់ file អីសូមប្រយ័ត្នមែនទែនជាពិសេសនៅក្នុង Telegram ហ្នឹងតែម្ដងគឺថា scam ហ្នឹងក៏ចាប់ផ្ដើមឡើងមកវិញហើយមានដំណើរការវិញហើយអញ្ចឹងបើសិនជាបងប្អូនពេញចិត្តវីដេអូមួយនេះកុំភ្លេចចុច subscribe ហើយនិង like share ហើយដាក់សញ្ញាកណ្ដឹងឲ្យមួយផងបាទសូមអរគុណ